នាងខ្ញុំគឺជាអតីតសិស្សមន្ត្រីក្រមការចំនួនទី8នាងខ្ញុំធ្វើវីដេអូនេះឡើងគឺដើម្បីរំលឹកពីអនុស្សាវរីយ៍ដែលនាងខ្ញុំបានរៀននៅសាលាភូមិន្ទរដ្ឋបាលរឿងដែលចងចាំជាងគេគឺរាល់ព្រឹកនាងខ្ញុំតែងតែទៅដល់សាលាមុនម៉ោង 6:50 នាទីដើម្បីគោរពទង់ជាតិសូមបញ្ជាក់ផងដែរបន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងចំណោមបេក្ខជនប្រមាណជា 1000 នាក់បេក្ខជនដែលជាប់ស្ថាពរក្លាយជាសិស្សមន្ត្រីក្រមការចំនួន8គឺមានចំនួន126រូបដែលត្រូវបែងចែកជា3ក្រុមផងដែរចានារីទាំង3រូបគឺជាតំណាងតាមក្រុមនីមួយៗហើយនាងខ្ញុំគឺស្ថិតនៅក្រុមទី1យើងខ្ញុំបានទទួលការបណ្ដុះបណ្ដាលពីសាស្ត្រាចារ្យដែលលោកសិតសឹងតែមានបទពិសោធន៍និងមានតួនាទីធំៗនៅក្នុងជួររាជរដ្ឋាភិបាលផងដែរហើយយើងខ្ញុំទទួលបានការបណ្ដុះបណ្ដាលទាំងផ្នែកទ្រឹស្ដីបូករួមជាមួយនឹងការអនុវត្តផ្ទាល់ដើម្បីបានបន្ទូលល្អគឺសិស្សទាំងអស់ត្រូវមករៀនទៀងទាត់គ្រប់ពេលវេលាធ្វើកិច្ចការស្រាវជ្រាវធ្វើបទបង្ហាញនិងប្រឡងលើគ្រប់មុខវិជ្ជាសិក្សា Climate change is very affected to the environment, like storming, flooding, and ក្នុងកំឡុងពេលសិក្សាយើងខ្ញុំក៏បានជួយសម្របសម្រួលការងារផ្សេងៗដូចជាសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាលផងដែរតាមរយៈកម្មវិធីនានាដែលសាលាបានផ្ដល់ឱកាសឲ្យយើងខ្ញុំចូលរួមគឺធ្វើឲ្យយើងខ្ញុំមានកិត្តិយសជួបជាមួយនឹងថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ននានាក៏ដូចជាអិសរាជជនជាន់ខ្ពស់ផងដែររូបភាពនេះគឺនាងខ្ញុំបានចូលរួមធ្វើជា LO ដើម្បីសម្របសម្រួលនៅក្នុងកម្មវិធីអាស៊ានដែលរៀបចំដោយក្រសួងមុខងារសាធារណៈតាមរយៈសាលាភូមិន្ទរដ្ឋបាលការសិក្សាផ្សារភ្ជាប់នឹងសង្គមក្រុមរបស់យើងខ្ញុំបានចុះធ្វើការងារសង្គមនៅសាលាបឋមសិក្សាសាលាបាឡាត់នៅខេត្តបាត់ដំបងសូមអបអរសាទរពិធីសម្ពោធបណ្ណាល័យសាលាបឋមសិក្សាសាលាបាឡាត់ក្រមអធិបតីភាពឯកឧត្តមយុបណានាយកសាលាភូមិន្ទរដ្ឋបាលបន្ទាប់ពីការសិក្សារយៈពេល9ខែត្រូវបានបញ្ចប់ជាកិច្ចបន្តសិស្សមន្ត្រីក្រមការចំនួន8ទាំងអស់ត្រូវចុះធ្វើកម្មសិក្សារយៈពេល3ខែតាមក្រសួងស្ថាប័នដែលខ្លួនបានជ្រើសរើសដោយឡែកយើងខ្ញុំ4នាក់បានចុះមកក្រសួងបរិស្ថានចានេះគឺជារបាយការណ៍ដែលបន្ទាប់ពីនាងខ្ញុំធ្វើកម្មសិក្សានៅក្រសួងបរិស្ថានរយៈពេល3ខែចាទីបំផុតបេសកកម្មរបស់យើងជាសិស្សមន្ត្រីក្រមការចំនួន8ត្រូវបានបញ្ចប់ដោយជោគជ័យចាជាបន្តជាពេលវេលាដែលសំខាន់សម្រាប់មន្ត្រីសម្រាប់សិស្សមន្ត្រីក្រមការចំនួន8ទាំងអស់គឺត្រូវចាប់បោះទៅបម្រើការងារតាមក្រសួងស្ថាប័ននានាតាមលំដាប់បន្ទុករបស់ខ្លួនហើយនាងខ្ញុំក៏បានក្លាយទៅជាមន្ត្រីដែលបម្រើការងារនៅក្រសួងសាធារណការនិងដឹកជញ្ជូនរហូតមក